ស្ដីនៅទាំងអស់គ្នាបាទឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅបរិវេណសាលារៀនណាបងប្អូនបាទហើយទស្សនភាពនៅខាងក្រៅនេះគឺជាដើមឈើស្ថិតនៅក្នុងរដូវស្លឹកឈើជ្រុះបាទគឺដើមឈើខ្លះវាមានពណ៌លឿងហើយដើមឈើខ្លះវាមានពណ៌ក្រហមពណ៌ស្វាយអញ្ចឹងបងប្អូនស្រស់ស្អាតមែនទែនហើយពេលនេះដែរអាកាសធាតុអានេះគឺត្រជាក់មែនទែនបាទនិយាយឡើងហឹងមាត់ណាបងប្អូនបាទគឺខ្ញុំ check មើលមិញគឺដក4អង្សាបាទគឺដក4អង្សាអញ្ចឹងវាក្រោម0ទៀតណាបងប្អូនអញ្ចឹងត្រជាក់មែនទែនបាទនេះគឺជារដូវស្លឹកឈើជ្រុះឬក៏យើងហៅថា falls នៅក្នុងភាសាអង់គ្លេសហើយនៅក្នុងភាសាអង់គ្លេសបែបប្រទេសផ្សេងទៀតគឺ autumn ក៏ autumn ចឹង falls ឬក៏ autumn បាទគឺជារដូវស្លឹកឈើជ្រុះហើយឥឡូវនេះខ្ញុំកំពុងតែមានពេលវេលាដ៏រីករាយមានពេលវេលាដ៏ល្អនៅក្នុងរដូវស្លឹកឈើជ្រុះនៅសហរដ្ឋអាមេរិកគឺនៅទីក្រុង Greeley រដ្ឋ Colorado ហើយខ្ញុំកំពុងតែស្ថិតនៅសាកលវិទ្យាល័យ University of Northern Colorado បាទអរគុណ